អំណាចនៃទង្វើបើចង់ដឹងថាខ្លួនយើងជានរណាពិតប្រាកដចូលចាប់ផ្ដើមធ្វើសកម្មភាពដោយខ្លួនឯងផ្ទាល់ហើយសូមកុំទៅសួរពីនរណាម្នាក់ឲ្យសោះពីព្រោះសកម្មភាពដែលយើងប្រព្រឹត្តនឹងកំណត់ថាយើងជានរណាហើយនឹងបង្ហាញទៀតថាយើងនឹងក្លាយទៅជាអ្វីភាពជោគជ័យកើតពីសកម្មភាពជាក់ស្ដែងហើយទ្រឹស្ដីជាអ្នកតម្រង់ផ្លូវមនុស្សអ្នកនិយាយពុំមានអំណាចដូចអ្នកធ្វើទេតែបើធ្វើដោយពុំបានគិតគឺមនុស្សបរាជ័យដោយក្តីអាម៉ាស់បំផុតយើងអាចទទួលបានអ្វីដែលយើងប្រាថ្នាតែសំខាន់សេចក្តីប្រាថ្នារបស់យើងត្រូវផ្សារភ្ជាប់នឹងការតាំងចិត្តនិងការតស៊ូមនុស្សពូកែនិយាយអាចបានត្រឹមតែលើកទឹកចិត្តដល់អ្នកដទៃតែមនុស្សពូកែនឹងបង្ហាញទង្វើជាគំរូដល់អ្នកដទៃអ្នកពូកែរកស៊ីប្រឹងរហូតខ្លាយជាសេដ្ឋីតែមនុស្សពូកែទ្រឹស្ដីតែងតែប្រឹងចែករំលែកគំនិតមនុស្សខ្លាំងធម្មតាពូកែត្រឹមទ្រឹស្ដីតែមនុស្សខ្លាំងអស្ចារ្យចេះទាំងធ្វើសកម្មភាពបង្ហាញគំរូថែមទៀតមនុស្សខ្លាំងធម្មតានិយាយសម្ដីផ្អែមល្ហែមតែមនុស្សខ្លាំងអស្ចារ្យប្រព្រឹត្តទង្វើផ្អែមល្ហែមនេះជាសម័យសតវត្សទី21ហើយគឺថាមនុស្សតែងតែយកសកម្មភាពដែលយើងអនុវត្តជាក់ស្ដែងច្រើនជាងសម្ដី